សួស្តីពុកម៉ែបងប្អូនថ្ងៃនេះបងប្រុសបានមកសាក់នៅកន្លែងនេះខ្ញុំម្ដងទៀតហើយបាទបងប្រុសមួយប្រចាំថ្ងៃមុនគាត់សាក់យំ5ជួរនៅខាងក្រោយខ្នងថ្ងៃនេះគាត់មកសាក់យ៉ាកសានៅលើដើមទ្រូងម្ដងហើយសាក់នេះខ្ញុំធ្វើរយៈពេលដូចជាចូល2ម៉ោងអីដែរ2ម៉ោងហើយបងប្រុសគាត់នៅចិត្តនេះទេគាត់នៅចិត្តកន្លែងខ្ញុំដែរហ្នឹងគាត់ដើរមកហើយគ្នាគាត់3 4នាក់សិតថាមួយសាក់ហើយអ្នកខ្លះក៏បានសាក់អ្នកខ្លះក៏មិនទាន់បានសាក់តែសិតតែជាមួយកាត់សក់ខ្ញុំទាំងអស់ហើយមួយរយៈនេះរៀងស្ងាត់ការងារដែរទៅបាត់ទៅបានផុសការងារសាក់អញ្ចឹងពុកម៉ែបងប្អូនបើសិនជាចង់សាក់អាចតាក់ទងមកខ្ញុំបានទីតាំងនៅកាបូបងប្អូននៅម្ដុំចិត្តវត្តភេមយើងហ្នឹងបើឆ្លាញ់ការងារខ្ញុំអាចតាក់ទងមកបានចង់អ៊ុតសរោមបដូរពណ៌សក់ចង់អ៊ុតរួញអីហ្នឹងបងប្អូនអាចតាក់ទងមកបានអូភ្លេចប្រាប់បងប្អូនមួយកន្លែងខ្ញុំក៏មានចោះពណ៌គួយនិងចោះសិតដែរបងប្អូនឆ្លាញ់ហ្នឹងហើយចំណែកស្រីចង់ចោះពណ៌គួយចោះកវលសិតនិងបាញ់ក្រវល់អីអាចតាក់ទងមកបានចិត្តដល់រដូវចូលឆ្នាំហើយលឿនបងប្អូន